កេឈ្មោះពួកនាងកាន់តែល្បីហើយតើព្រះអង្គម្ចាស់មានបន្ទូលសរសើរពេកហើយចាចូលសាច់រឿងតែម្ដងទៅអញ្ចឹងថ្មីនេះព្រះរាជទាយាទកំពុងរកអ្នកនិពន្ធសៀវភៅមួយក្បាលចំណងជើងថាវឹងយីស៊ីហាយដើម្បីអួតពីស្នាដៃផ្នែកស៊ីវិលនិងយោធារបស់ទ្រង់ខ្ញុំចង់ពឹងនាងជាងឲ្យសរសេរមួយក្បាលដែលល្អជាងនឹងចុះហេតុអីពួកយើងត្រូវជួយទ្រង់ទៅទ្រង់រកខ្ញុំនេះគឺត្រូវមនុស្សហើយតើសៀវភៅដែលខ្ញុំសរសេរនឹងណាធានាថាទិញហើយមិនខាតទិញហើយមិនចាញ់បោកគេទេធានាថាពេញចិត្តហ្មងនាងជាងពិតជាត្រង់មែនខ្ញុំអាចធានាបានថាចាប់ពីពេលនេះទៅព្រះរាជទាយាទលែងអាចប្រើអំណាចរដ្ឋមកលេងចាក់ពួកនាងទៀតហើយថ្លៃសរសេរ500ដំឡឹងចុះទ្រង់ចង់ឲ្យសរសេរពីអីដែរសាច់រឿងបែបប្រឌិតសរសេរពីរឿងព្រះអង្គម្ចាស់ពៀមួយអង្គខ្ញុំចង់ឲ្យមើលទៅរៀងកូនក្មេងគួរឲ្យអស់សំណើចហើយចូលចិត្តធ្វើរកអ្នកអានគ្រាន់តែមើលភ្លាមដឹងម៉ាត់ថាចង់សម្ដៅលើអ្នកណាចុះរឿងបោះពុំផ្សាយវិញហាងសៀវភៅធំទាំង7ក្នុងរាជធានីនឹងលក់ព្រមគ្នាថែមទាំងមានអ្នកនិទានរឿងនិយាយពីនឹងព្រមគ្នាទៀតទ្រង់ធ្វើចិញ្ចឹងមិនខ្លាចព្រះរាជទាយាទសងសឹកទេអីបើហ៊ានប៉ះពាល់ដល់សម្ដីអ្នកប្រាជ្ញពួកមន្ត្រីស្មោះត្រង់ច្បាស់ជាជាតិតតែញាប់ក្នុងសន្និការមិនខានឯងពិតជាចង់សរសេរមែនសរសេរតើ500ដំឡឹងណាម្យ៉ាងទៀតធ្វើឲ្យធូរទ្រូងមែនអញ្ចឹងឯងគិតចង់សរសេរពីអីទៅកូនសម្លាញ់រត់គេចរបស់ព្រះអង្គម្ចាស់ពៀនិយាយពីព្រះអង្គម្ចាស់វង្វេងខ្លួនឯងមួយអង្គតែចូលចិត្តចាប់បង្ខំស្រីចុងក្រោយត្រូវទូស្រីដៀលថាអត់ចំណេះហើយបញ្ចប់ទៅវិញដោយការខ្មាស់គេបែបនឹងវាមិនចំពេកទេដឹងគឺចង់ឲ្យចំណឹងឯងឲ្យតែគេឃើញគឺសាច់ឆ្មោះសាច់ហើយនឹកឃើញដល់មុខគេក្រាបទូលព្រះអង្គថ្មីនេះព្រះអង្គម្ចាស់ទី3ដូចជាមានរៀបចំគម្រោងអីហើយគេមានគម្រោងអីប្រហែលជាគ្រាន់តែរកអ្នកប្រាជ្ញប៉ុន្មានអ្នកមកសរសេរអត្ថបទជាយើងនឹងឯងលើកនេះដូចជាមិនធម្មតាទេក្រាបទូលទ្រង់បានតាក់ទងថៅកែហាងសៀវភៅធំក្នុងរាជធានីហាងសៀវភៅក្រាបទូលចុះសៀវភៅយើងឡុងយីស៊ីហាយនោះសរសេរដល់វគ្គណាហើយវគ្គទី3ហើយក្រាបទូលអ្នកនិពន្ធថាតតែ10ថ្ងៃទៀតទើបអាចបញ្ចប់បានបង្ខំគេទៅក្នុងរយៈពេល5ថ្ងៃត្រូវតែសរសេរឲ្យចប់ព្រះអង្គម្ចាស់ច្បងមានមុខមាត់ក្បាលដូចឆ្កែភ្នែកដូចគីងគករូបរាងមើលទៅដូចមនុស្សបន្តិចឆ្កែបន្តិចតែបើហើបមាត់និយាយវិញគឺស្អុយអាសៅឆ្មងស្អុយឡើងឈួលហ្មងឯកម្រិតតែងកំណាបឲ្យវិញមិនស្មើក្មេងលេងដីនៅចុងភូមិផងមិនដែរចេះរបានឡើយទេចេះរឡើយតើតែឯងហ៊ានធានាទេថាមនុស្សសម័យមុនស្ដាប់ការដៀបែបនឹងយល់អត់ទោះមើលការដៀមិនយល់យ៉ាងហោចណាស់ក៏មើលយល់សាច់រឿងដែរតើព្រះអង្គម្ចាស់ដ៏សង្ហាមួយអង្គត្រូវស្រីបោកឲ្យវិលក្បងចុងក្រោយថែមទាំងយំសុំការអភ័យទោសទៀតសាច់រឿងបែបហ្នឹងទោះនៅសម័យណាក៏មានអ្នកចូលចិត្តមើលដែរណាសូមចូលរួមរក្សាភាពសុខដុមនៃការមើលនិងស្ដាប់សូមកុំប្រើប្រាស់ពាក្យអសុរោះវាហាមសំបីតែអានឹងទៀតហេប្រហែលជាខ្លាចគេបិទ account ហើយមើលទៅវាអាចនឹងមានរឿងដែរនឹងទីបំផុតសរសេរចប់វគ្គ1ហើយវើយថ្ងៃស្អែកនឹងយកទៅឲ្យព្រះអង្គម្ចាស់ទី3ព្រះអង្គឈឹងដែលមានល្បិចកជ្រៅម្នាក់នោះឯងគិតមើលបើព្រះរាជទាយាទឃើញសៀវភៅនេះនឹងគិតមិនទៅសង្ឃឹមថាទ្រង់មិនខឹងដល់ថ្នាក់ក្អួតឈាមទៅចុះណែមកមើលមកចូលមកមើលមកបងប្អូនកូនសម្លាញ់រត់គេចរបស់ព្រះអង្គម្ចាស់ពៀសៀវភៅថ្មីមកដល់ហើយមានតែ100ក្បាលទេមកមុនបានមុនមកមុនបានមុនណាឲ្យខ្ញុំ3ក្បាលមកកាលពីម្សិលមិញណាខ្ញុំស្ដាប់លោកចាងនិយាយបាន1វគ្គដែរសើចង់ងាប់ហើយវើយនៃចុះព្រះអង្គម្ចាស់ពៀនឹងចង់សំដៅលើក្រៅពីអ្នកនៅបូព្រាអាចជានរណាទៀតក្នុងសៀវភៅសរសេរថាទ្រង់តាំងខ្លួនឯងថាមានចំណេះដឹងទាំងស៊ីវិលនិងយោធាសំបីតែកំណាប់ឲ្យកំពេចកំប៉ុកក៏សរសេរមិនចេញផងបើមិនមែនព្រះរាជទាយាទតែជានរណាទៅថៅកែឲ្យលោកគិតថាសៀវភៅនេះនឹងនាំរឿងទេនឹងនាំរឿងអីទៅសៀវភៅនេះបោះពុំនៅរោងពុំតើហើយអីវ៉ាន់គឺដឹកមកតាមរទេសសេះតើអ្នកនិពន្ធក៏លាក់ឈ្មោះទៀតម្យ៉ាងទៀតព្រះអង្គម្ចាស់ទី3បានប្រាប់ហើយតើណែមកបងប្អូននេះសៀវភៅពីប្រសពលោកនេះរបស់លោកមករបស់លោកនេះរបស់លោកនេះរបស់លោកកាលពីវគ្គមុននិយាយថា
ព្រះអង្គម្ចាស់ពៀដើម្បីតាមញ៉ែកូនសម្លាញ់បានសរសេរកំណាព្យឲ្យដល់សែនភ្លាវមួយវគ្គ